បាទជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះត្រីធូណាចូលថ្មីទៀតហើយបងប្អូនជិត5គីឡូដែរបងប្អូនថ្ងៃនេះសាច់និយាយពីខ្ចីញញតែម្ដងបានហើយចូលភ្លាមក៏ថតដាក់វីដេអូឲ្យបងប្អូនមើលភ្លាមបងប្អូននិយាយពីត្រីនេះសាច់វាល្អមែនទែនបាទខ្ញុំក៏ចាប់ផ្ដើមកាត់ដុំទុកហើយបាទកាត់ជាម្ដុំបាទដាក់រៀបចេះមកបាទនិយាយពីសាច់ត្រីអូល្អណាស់កតិចត្រីខ្ញុំក៏កោសបាទថ្ងៃនេះក៏ធ្វើមុខម្ហូបមកមុខជូនបងប្អូនមើលបាទដោយសារយកកតិចត្រីនេះមកធ្វើបាទថ្ងៃនេះក៏មកធ្វើគួងត្រីធូណាអំពងបាទបងប្អូនទាំងគ្នាដែលខ្ញុំយកកតិចត្រីកោសមិញបាទយកមកមូជាមួយសម្បកគួងហើយក៏យកទៅអំពងកុំឲ្យវាឆ្អិនពេកបាទបងប្អូនឲ្យរាងឆ្អិនក្រៅតិចខាងក្នុងឆៅបាទបងប្អូនបើមិនជាឆៅត្រីនេះវារាងរឹងបាទខ្ញុំមូហើយក៏ចាប់ផ្ដើមយកមកអំពងបាទបងប្អូនដាក់ខ្លាញ់រៀងល្មមបើខ្លាញ់ក្តៅពេកក៏ធ្វើឲ្យវាខ្មៅបាទនេះក៏ខ្ញុំដាក់មកល្មមបាទរៀងស្រួយក្រៅក៏កាត់មកបាទនេះមុខបិទចេះបាទក៏ហមងងបាទហើយក៏ស្រោចទឹកជ្រក់ចូលបន្តិចមកហើយបាទបើសិនជាបងប្អូនចង់សាកត្រីធូណាថ្មីអាចមកបានដោយសារតែត្រីធូណាទឹកចូលបងប្អូន